ជម្រាបសួរលោកគ្រូខ្ញុំមកពីក្រុមទី5ថ្នាក់ E2 ហើយក្រុមរបស់ខ្ញុំមក demo project តាក់ទងនឹង Linux AWS on Cloud ហើយក្រុមរបស់ខ្ញុំមានសមាជិក5នាក់ខ្ញុំឈ្មោះទុំដាណេខ្ញុំឈ្មោះឆោមទុំបតីខ្ញុំឈ្មោះវធិនសំណាងខ្ញុំឈ្មោះសុខុមគីមលឹកខ្ញុំឈ្មោះថៃប៊ុនថាន់ជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះទុំដាណេហើយខ្ញុំនឹងមក demo test ទៅលើ file server អញ្ចឹងទាក់ទងនឹង file server ខ្ញុំបាន set up ហើយអស់ហើយខ្ញុំនឹងចូលទៅ test តែម្ដងជាដំបូងគឺយើងត្រូវការ public IP របស់ instance ហ្នឹងហើយយើងចូលមកក្នុង file explorer របស់យើងចូលមកកន្លែង search path ហ្នឹងហើយយើងវាយ public IP របស់យើងនិង folder ដែលយើងបានបង្កើត file ហ្នឹងបន្ទាប់ពីវាយហើយវានឹងឲ្យយើងវាយបញ្ចូល username និង password ប៉ុន្តែដោយសារខ្ញុំបញ្ចូលម្ដងហើយអញ្ចឹងវាអត់បាច់បញ្ចូលទៀតទេហើយសិតតែជា folder និង file ដែលខ្ញុំបានបង្កើតហើយខ្ញុំសាកបង្កើត folder មួយក្នុងនេះខ្ញុំបង្កើតជា file text file មួយអញ្ចឹងវាអត់ឲ្យយើងបង្កើតទេដោយសារត្រូវការ permission ទៀតអញ្ចឹងខ្ញុំ run command មួយ sudo sentence for 0អញ្ចឹងដើម្បីឲ្យយើងអាចបង្កើត file នៅក្នុងនោះបានអញ្ចឹងខ្ញុំសាកបង្កើតម្ដងទៀតគឺវាយើងអាចបង្កើតបានហើយយើងចូលទៅមើលក្នុងនេះយើងសាក cd ចូលទៅក្នុងនេះមកគឺយើងនឹងឃើញfile ដែលយើងបង្កើតមិញឈ្មោះ yes.txt ហើយយ៉ាងផ្សេងទៅជា file ដែលខ្ញុំបង្កើតតេស្តអញ្ចឹងទៅនឹង file server គឺមានតែប៉ុណ្្នឹងបាទចូលមកដល់ចំណុចបន្តទៀតគឺតកតងនឹង domain controller ហើយចំពោះ domain control គឺខ្ញុំបានបង្កើត domain ហើយអស់ហើយអញ្ចឹងចូលទៅមើល domain របស់ខ្ញុំបានបង្កើតនេះជារបស់ដែលខ្ញុំបានបង្កើតមាន forest ឈ្មោះ groupfile.local ហើយ domain របស់ខ្ញុំឈ្មោះ groupfile.local ហើយនៅក្នុង domain របស់ខ្ញុំមាន user នៅក្នុងនឹងទៀតដែលខ្ញុំបានបង្កើតអញ្ចឹងទាំងអស់នេះជា user ដែលខ្ញុំបានបង្កើតហើយឥឡូវយើងទៅបង្កើតសាកទៅបង្កើត user ថ្មីយើងទៅដាក់ឈ្មោះ user ហើយដាក់ password អូខេអញ្ចឹងយើងដាក់ password អត់ត្រូវអញ្ចឹងយើងធ្វើវាម្ដងទៀតមកយើងត្រូវមានអក្សរធំហើយនិងអក្សរតូចហើយមានលេខអញ្ចឹង user ដែលយើងបានបង្កើតហ្នឹងគឺ successful ហើយវាលើកប្រាប់យើងអញ្ចឹងហើយយើងទៅ check មើលទៅ link មើលម្ដងទៀតអញ្ចឹងនេះជា user ដែលបង្កើតមិញអញ្ចឹងតើតោះនឹង domain controller ខ្ញុំមានតែប៉ុណ្ណឹងចំពោះចំណុចបន្តទៀតនឹងឲ្យសមាជិកក្រុមរបស់ខ្ញុំគាត់ demo តជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះថិនសំណាងថ្ងៃនេះខ្ញុំមក demo ពី DNS server ហើយសម្រាប់DNS server គឺប្រើដើម្បីបំលែងឈ្មោះ website
domain name ដូចជា IP address គេវាចេញបែបហ្នឹងទៅមកទៀតខ្ញុំត្រូវយក localhost គ្រប់ file ខ្ញុំផាត់ក្នុងហ្នឹងនេះគឺជា DNS server ដែលខ្ញុំបានធ្វើគឺមានតែប៉ុណ្្នឹងទេ ជំរាបសួរលោកគ្រូខ្ញុំច្បាប់ឈ្មោះសុផាន់ពីមួយថ្ងៃនេះខ្ញុំមក demo អំពី web server និង load balancing ជាដំបូងចំពោះ web server ខ្ញុំបានប្រើ HTTPD ដើម្បី host web server ហើយនេះជាការ config HTTPD របស់ខ្ញុំយើងអាចប្រើ IP public របស់ AWS ដើម្បី access ទៅ website ហ្នឹងបានហើយចំពោះ load balancing ខ្ញុំប្រើ proxy ហើយនេះគឺជាការ config proxy របស់ខ្ញុំប្រើ port 8080ដើម្បី access ចូលហើយនេះគឺជា IP AWS 2របស់ខ្ញុំដើម្បី host web server 2ហើយសម្រាប់ការ test គឺខ្ញុំប្រើ IP24 របស់ web server load balancing តែថែម port 8080ដើម្បីឲ្យវាដំណើរការ ជំរាបសួរលោកគ្រូខ្ញុំឈ្មោះថៃមន្ថានហើយខ្ញុំមក demo ឲ្យ VPN server និងterminal server ជំរាបមួយខ្ញុំឲ្យ VPN server ខ្ញុំបានបង្កើតឲ្យអស់ហើយឥឡូវខ្ញុំ demo វាយកម្ដងហើយខ្ញុំចែកនៅ IP នេះជា VPN server របស់ខ្ញុំដែលបង្កើតបាននេះTurn 0 nó bên đây là đầm thề ok chúng ta pin một đọc ok bây giờ đầm thề một tí để bật lên ok lên sạch nữa và đấy giờ pha việc ăn phải không đây ăn ok các bạn này vài comment này nó đầm mây tên nó ra vài comment đấy ok VPN server vùng ra này active là thấy thấy bây giờ VPN server rồi đấy chẳng giờ ngồi terminal server in preview thế hãy mà cho terminal server chứ mà đến trường terminal với những ID remote đưa rồi connect đi cho ngài bán trong dân ba con tay kia đi nè chừng
កើតយើងកើតយុទ្ធសាស្ត្រមួយនេះដាក់ទៅតែយុទ្ធសាស្ត្រដាក់ពីយើងកាត់ឲ្យមួយមុនហ្នឹងស្គាល់ដល់ទៅតាមអូខេចឹងយើងនឹង remote ចូលតាមហើយយើង remote ចូលតាមនេះចូលមកSA ហើយតែservice 182 ដល់188 150 អូខេហើយដល់ទៅហើយ password ของអូខេយើងไว้ตรงนี้អូជួយដាក់ទៅនេះអូខេយើងនេះហើយយើងចូលមកវិញអូខេឥឡូវខ្ញុំទៅបង្កើតអូខេអានេះគឺខ្ញុំបង្កើតមួយទៀតដោយសារអានោះវា Facebook អូខេចូលបានសម្រាប់អូខេចឹងមានតែនេះអត់តែនឹងចេះតែនេះហើយតែអានេះពុកពី file មកនេះហើយខ្ញុំតែអា VPN របស់យើងដើរវិញនេះចឹងមានថាយើង remote ចូលបានហ្នឹងពី computer client ទៅនេះបាទនេះ root ជំរាបសួរលោកគ្រូយើងឈ្មោះឆោមមតុងនីតិមកពីថ្នាក់ធូក្រុមទី5មក demo ទៅលើចំណុច database server backup server rollover cluster និង database install នៅលើ AWS អញ្ចឹងជាដំបូងគឺខ្ញុំបានបង្កើតទៅលើ server 2 ទី1គឺ main server របស់ខ្ញុំទី2គឺ server backup របស់ខ្ញុំអញ្ចឹងគឺខ្ញុំក៏បានប្រើទៅលើ network load balancer ដែលខ្ញុំគឺបានបង្កើតនៅក្នុងនេះគឺជា database rollover load balancing របស់ខ្ញុំហើយខ្ញុំក៏បានបង្កើតទៅលើ cluster group នៅក្នុងនេះដែរតែ group នេះដែរដើម្បីយើងបង្កើតទៅលើ load balance នេះបានជោគជ័យដែរអញ្ចឹងដំបូងខ្ញុំនឹងមកបង្ហាញពីការតេស្ត backup របស់ខ្ញុំពី server 1ទៅកាន់ server 1ឥឡូវខ្ញុំចូលមកកាន់ instance របស់ខ្ញុំវិញអញ្ចឹងនេះខ្ញុំបានធ្វើការ connect database main របស់ខ្ញុំហើយ
data backup ខ្ញុំហើយខ្ញុំបានធ្វើការ start ហើយអញ្ចឹងឥឡូវយើងធ្វើការconnect ទៅលើ database main មួយអូខេនេះខ្ញុំអាចចំណាំនៅនេះទៅលើ private IP របស់ខ្ញុំហើយខ្ញុំសូមបើកទៅលើ database backup មួយទៀតដើម្បីទៅថាយើងបានធ្វើការ backup បានជោគជ័យអូខេអញ្ចឹងខ្ញុំសូមបើកមកជា2 screen ចឹងនេះគឺជា database main របស់ខ្ញុំអញ្ចឹងដំបូងដើម្បីឲ្យស្គាល់ខ្ញុំសូម run command sudo mysql អូខេហើយកន្លែងនេះចំពោះ database backup ក៏ខ្ញុំត្រូវ start run command មុនសិន sudo mysql អូខេបន្តមកទៀតខ្ញុំធ្វើការpoint ទៅកាន់ចំណុចរបស់ខ្ញុំយើងត្រូវប្រាប់ទៅកាន់ master server ដើម្បីយើងទាក់ទងទៅកាន់ server backup អញ្ចឹងខ្ញុំនឹងធ្វើការ run ទៅលើ command នេះដែលមានទៅលើទីពីការ user ដែល user របស់ខ្ញុំហើយនិង password អូខេអូខេអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើហើយខ្ញុំធ្វើការសាកបង្កើតទៅលើ database ខ្ញុំនៅក្នុង main នៅក្នុង server main របស់ខ្ញុំអញ្ចឹងខ្ញុំសាកបង្កើត database មួយអូខេធ្វើការ enter នេះមានការ error ដោយសារតែ database របស់ខ្ញុំប៉ុន្តែនេះគឺខ្ញុំបានបង្កើតពីមុនរួចរាល់ហើយអញ្ចឹងបើខ្ញុំធ្វើការបង្កើត database ឈ្មោះដដែលទៅបង្កើតបានអញ្ចឹងខ្ញុំធ្វើការបង្កើតមួយទៀតគឺខ្ញុំបង្កើតទៅលើ database ឧទាហរណ៍ខ្ញុំដាក់ database សូមបង្កើតមួយទៀតខ្ញុំដាក់ថា accounting ហើយយើងធ្វើការ enter ចឹងខ្ញុំបង្កើតបាន database មួយនឹងហើយឥឡូវខ្ញុំចូលមកកាន់ database backup របស់ខ្ញុំវិញហើយខ្ញុំមកធ្វើការ stop ជប់អញ្ចឹងខ្ញុំនឹងធ្វើការ run ទៅលើ 3 command នេះអូខេអូខេអញ្ចឹងបន្ទាប់ពីខ្ញុំ run ហើយគឺខ្ញុំអាចចំណាំមកកន្លែង show ls state នេះហើយនឹងslow actual running state នេះអញ្ចឹងយើងបានខ្ជិះយើងធ្វើការ run បន្តទៀតគឺយើងធ្វើការ solve database ដែលយើងបង្កើតនៅក្នុង server backup server main ជាស្រាប់អូខេអញ្ចឹងវានឹងចូលទៅលើ database ខ្ញុំទាំងអស់អូខេអញ្ចឹងបន្តមកទៀតខ្ញុំនឹងចូលពាក្យព័ន្ធលើការធ្វើ fall over នៅក្នុង database នៅក្នុង server ខ្ញុំទាំងពីរទាំង server main និង server backup អញ្ចឹងឥឡូវខ្ញុំចូលមកកាន់ instance របស់ខ្ញុំហើយខ្ញុំធ្វើការ
បើកទៅលើ terminal ដើម្បីខ្ញុំធ្វើការតេស្តទៅលើ load balance របស់ខ្ញុំថាតើនៅពេលដែល database backup ខ្ញុំមានបញ្ហាdatabase ជាស្រេចនៅពេលដែល database ខ្ញុំមានបញ្ហាតើវាមកបំរុងនៅក្នុង database backup របស់ខ្ញុំឬក៏អត់អញ្ចឹងខ្ញុំនឹងធ្វើការ select terminal នេះអូខេខ្ញុំធ្វើការ reconnect ដោយសារតែខ្ញុំបានតែអូខេអញ្ចឹងខ្ញុំអាចចូលមកកាន់ copy load balance របស់ខ្ញុំload balance របស់ខ្ញុំយើងអាចមកមើលក្នុង copy DNS name load balance របស់ខ្ញុំយកមក run នៅក្នុងCloudSense terminal អញ្ចឹងខ្ញុំនឹងធ្វើការ run អធិស្ឋានខ្ញុំសូមសារតែវាអត់តស្គាល់នៃmain server អញ្ចឹងសូមឆែកមើល server ខ្ញុំម្ដងទៀតខ្ញុំសូមបើក connect ទៅលើ server main ម្ដងទៀតអូខេខ្ញុំសូមបើក sudoអូខេហើយធ្វើការវាយទៅលើ password របស់ខ្ញុំអូខេអញ្ចឹងតើតិចខ្ញុំទៅកាន់ terminal overload ខ្ញុំម្ដងទៀត load balance អធិស្ឋានខ្ញុំចូលមកកាន់ follower របស់ខ្ញុំម្ដងទៀតហើយខ្ញុំធ្វើការ copy DNS name របស់ខ្ញុំហ្នឹងចូលមក run ម្ដងទៀតអូខេខ្ញុំធ្វើការ enter password អូខេអញ្ចឹងយើងបានធ្វើការ connect ជាមួយនឹង main server ហើយអញ្ចឹងឥឡូវខ្ញុំនឹងធ្វើការខ្ញុំនឹងធ្វើការតេស្តដែលខ្ញុំធ្វើការបិទserver main មុនតែមុននឹងយើងបិទយើងត្រូវ select host name ជាមុនសិនដើម្បីដឹងថាយើងបានចូលមកកាន់ main server ហើយអូខេនេះគឺជា IP IP ដែលយើងបំរុងមកកាន់ server backup អញ្ចឹងបើសិនជាករណីដែល server main របស់ខ្ញុំមានបញ្ហាទិន្នន័យផ្សេងៗដែលនៅក្នុង server main នៅក្នុង server ធំវានឹង backup auto មកកាន់
server បំរុងរបស់ខ្ញុំដែលមានឈ្មោះថា database backup អញ្ចឹងពាក់ព័ន្ធនឹងតែរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងទេអរគុណច្រើនលោកគ្រូចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងទេកន្លែងនេះបើសិនជាយើងធ្វើចប់ហើយយើងអាចធ្វើការ stop ទៅកាន់ database server របស់យើង